បានសាប់គប់លោកគ្រូហើយវាធ្វើឲ្យខ្ញុំហ្នឹងមានកម្លាំងចិត្តលះរាល់អបាយមុខដែលខ្ញុំធ្លាប់ប្រព្រឹត្តមកបើតាមរាប់ត្រួសមិនជាចាំប្រហែលប្រហែលជា13ឆ្នាំពាក់ព័ន្ធនឹងគ្រឿងញៀនអញ្ចឹងខ្ញុំសាប់គប់គ្រឿងញៀនវាដោយសារទំនោររបស់សង្គមសាប់គប់មិត្តភ័ក្តិអញ្ចឹងណាដល់ពេលផុងខ្លួនទៅហើយវាពិបាកដកហើយដែលចង់ដកហ្នឹងគឺរាល់ពេលដែលវាអស់ប្រសិទ្ធភាពអញ្ចឹងហើយវាពិបាកក្នុងខ្លួនស្រាក្តីបរិយក្តីពេលវាធ្វើទុកអញ្ចឹងគិតតែចង់លះតែដល់កាលហ្នឹងអត់បានសាច់គប់លោកគ្រូក៏បានតែត្រឹមលះដោយអំណាចលោភៈមកផ្លែតចង់គេសរសើរម្ល៉េះហើយក៏បានមានពេលខ្លះខ្ញុំផ្ដាច់បរិយអីដូចចាំបាន13ខែតែត្រឡប់មកជួបវិញឆ្នាំញៀនក៏ដូចគ្នាវាពេលដែលពិបាកខ្លួនហ្នឹងឈប់បានមួយអាទិត្យទៅពីអាទិត្យតែដល់ពេលអាចិត្តដែលយើងចង់ហ្នឹងវាកាត់បន្ថយរបៀបថាកាត់បន្ថយណាអន់ថយទៅអាចិត្តចង់ហើយនឹងទំនោររបស់សង្គមហ្នឹងវាអូសទាញទៅក៏ត្រឡប់ទៅវិញតែដល់ពេលក្នុងរយៈពេល3-4ឆ្នាំចុងក្រោយនេះចាប់ដើមខ្សែគប់លោកគ្រូតាមរយៈ YouTube តែមុនហ្នឹងក៏សូមខមាទោសលោកគ្រូព្រោះថាមានចិត្តឬធ្លោយជាវិចារមកទៅជាមួយលោកគ្រូពេលលោកគ្រូទេសនាបដាសោយបដាហើយនឹងនិយាយរឿងប្រពន្ធនឹងធ្វើឲ្យខ្ញុំទៅតែដល់ពេលថ្ងៃមួយហ្នឹងខ្ញុំស្ដាប់ចាំឃ្លីបមួយដែលលោកគ្រូនិយាយជាមួយលោកយាយម្នាក់ខ្ញុំចាំឃ្លីបហ្នឹងអត់បានទេពាក់ព័ន្ធនឹងយាយវិសាខាសជាតិអីហ្នឹងលោកគ្រូឲ្យចាំកន្លែងហ្នឹងដល់ពេលអញ្ចឹងទៅក៏ដាក់ចិត្តស្ដាប់ហើយនឹងពាក្យមួយដែលលោកគ្រូថាហៃណាធម្មទៀនថោកទៀបដាក់ចិត្តស្ដាប់កន្លែងហ្នឹងទៅក៏ចាប់មានចំណាប់អារម្មណ៍ចាប់ផ្ដើមស្ដាប់ពីក្នុងមករហូតដល់ក្រោយមកទៀតជួបឃ្លីបមួយលោកម្ចាស់ជួនកកដាក៏លោកទេសពីទោស6យ៉ាងនៃសូរាហ្នឹងវាពាក់ព័ន្ធគ្នាហើយនឹងលោកគ្រូថាគេបោះយើងចោលជារឿងរបស់គេសំខាន់យើងបោះខ្លួនយើងអត់គេចាត់ទុកយើងជាសម្រាមជារឿងរបស់គេសំខាន់យើងធ្វើខ្លួនជាសម្រាមអត់កន្លែងហ្នឹងហើយដែលធ្វើឲ្យខ្ញុំហ្នឹងមានសេចក្តីព្យាយាមចង់លះឲ្យដាច់តែដោយសារយើងខ្ញុំហ្នឹងវាខ្សែគប់មកច្រើនអញ្ចឹងវាពិបាកដំបូងតែដល់ពេលបានមករៀនព្រះអភិធម្មព្រះអភិធម្មហ្នឹងគឺស្ដាប់លោកគ្រូនិយាយទេសនាហ្នឹងក៏មិនសូវជាយល់ប៉ុន្មានតមករៀនជាមួយលោកគ្រូអាចារ្យទឹកកាលហ្នឹងធ្លាប់បតៈសម្ដីជាមួយលោកគ្រូកាលនៅជាភិក្ខុបានសួរពីពាក្យបាលីអំហាត់ដែរកាលហ្នឹងក៏ពេលដែលនឹកចង់ហ្នឹងពេលដែលនឹកចង់ក៏ព្យាយាមដូររឿងគិតឬម្យ៉ាងទៀតក៏គិតពីថាយើងខំលះមកបានយូរហើយអញ្ចឹងតើយើងនឹកចង់វាថាអីទៀតបើយើងដឹងថាវាអាក្រក់ហើយវាមិនល្អសម្រាប់ខ្លួនយើងហើយនឹងក៏បានមករៀនអញ្ចឹងទៅដល់ពេលជាពិសេសនឹកចិត្តដែលនឹកចង់រឿងទាំងអស់ដែលខំលះមកយូរហ្នឹងពេលដែលលះក៏នឹកឃើញរៀនព្រះអភិធម្មពេលចិត្តជាប់ចម្ពាក់នឹងរសជាតិវាហ្នឹងឯងរយៈពេល2ឆ្នាំបានចាប់ដើមខ្សោយអាចិត្តនឹកខ្លាំងហ្នឹងព្រោះតកាណាតនឹកចេះចង់ដល់ពេលយើងគ្រឿងញៀនដែលបងអូននិយាយហ្នឹងតើស្រីស្រានឹងបារីឬក៏មានស្អីផ្សេងគ្រឿងញៀនហ្នឹងគឺគ្រឿងញៀនដែលសង្គមយើងឲ្យឈ្មោះសប្ងៃហ្នឹងបើភាសាថៃខ្ញុំជាកម្មករនេសាទរយៈពេល20ឆ្នាំនៅប្រទេសថៃអញ្ចឹងគ្រឿងញៀនហ្នឹងវាមានចាត់ចូលជាប្រភេទដូចជាយ៉ាម៉ាយ៉ាអៃឬមេតុងហ្វេតាមីនហ្នឹងពីរហ្នឹងដែលខ្ញុំប្រព្រឹត្តច្រើនហើយនឹងកាឆាមួយទៀតតែកាឆាអត់ទៅពីរហ្នឹងប្រព្រឹត្តច្រើនព្រោះអីវាថាចង់សាកគេពិពណ៌នាមកពីរសជាតិហើយគុណសម្បត្តិវាអញ្ចឹងចិត្តតែចង់សាកអញ្ចឹងទៅក៏បានស្ដាប់លោកគ្រូវាធ្វើឲ្យខ្ញុំហ្នឹងមានបទពិសោធន៍មួយចង់ចែកម្លែកតាមទាំងចែកម្លែកតាមណាព្រោះថ្ងៃខំធ្វើជាបង្កើត page មួយខ្លួនឯងដែរដើម្បីចែកម្លែករឿងទាំងអស់ហ្នឹងដែរតែថាមិនសូវប្រសពនិយាយអញ្ចឹង
មិនមានអីទេគ្រាន់តែចង់បើនេះឲ្យលោកគ្រូអាចមានរឿងខ្លះៗដើម្បីចែកជាធម្មទានពាក់ព័ន្ធនឹងរឿងពិត បាទ ដែលចេញពីរូបខ្ញុំបាទតល់ហ្មង បាទ បាទអញ្ចឹងមិនមានអីមិនរំខានលោកគ្រូយូរសូមលាថាណា បាទ